ជំរាបសួរអ្នកទាំងអស់គ្នាខ្ញុំសន្យារកចិត្តថ្ងៃនឹងដែរខ្ញុំមានរឿងមួយមកសម្រាប់ជូនអ្នកទាំងអស់គ្នាในរឿងនឹងដែរខ្ញុំមកចំណងជើងថែបងផ្ទុះតែរឿងនេះដែរវាពិតជាល្អមកខ្លាំងមែនតើហើយវាជារដ្ឋមន្ត្រីខ្ញុំមកសម្រាយសង្ឃឹមថាមានអ្នកខ្លះនឹងចូលចិត្តហើយនឹងអ្នកទាំងអស់គ្នាចូលចិត្តវាទៅចោះដោយរឿងមួយនេះដែរវារៀងខ្លីតិចដែរតែវាមិនធម្មតា10ភាគតាមភាពរបស់វាគឺវែងចឹងហើយខ្ញុំសម្រាយវាភាគ1ហ្នឹងគឺវែងខ្លាំងមែនតើចឹងហើយមិនដឹងថាភាគ2ភាគ3របស់យើងវែងដល់ណាទេហើយរឿងនេះដែរខ្ញុំបានមើលហើយវាពិតជារឿងល្អមើលខ្លាំងមែនតើមកពីខ្ញុំគិតថាវាល្អមើលនឹងហើយតែខ្ញុំសម្រេចចិត្តថាធ្វើជារឿងផងឲ្យអ្នកទាំងអស់គ្នាមើលហើយមុននឹងចូលទៅកាន់ទីរឿងរបស់យើងមកស្គាល់ពីឈ្មោះរបស់តួអង្គវិញសិនណាចាំចូលទៅកាន់ទីរឿងដោយតួអង្គមកថមយើងគាត់មានឈ្មោះថាកាណានដេផ្លានហើយកាណានដេផ្លាននេះផងណាគឺគាត់មានវេទមន្តមួយគឺជាវេទមន្តភ្លើងដែលគាត់មិនសូវជាចេះគ្រប់គ្រងអារម្មណ៍របស់គាត់ប្រហែលនោះទេតែគាត់ខឹងឬក៏អត់ចេះគ្រប់គ្រងអារម្មណ៍របស់គាត់ចឹងគាត់បែរអារម្មណ៍វាអាចនឹងធ្វើឲ្យគាត់ច្រឡោឬក៏ភ័យស្លន់ខ្លាំងពេកគាត់អាចនឹងផ្ទុះកម្លាំងធាតុរបស់គាត់ឡើងមកវិញដូចជាកម្លាំងធាតុភ្លើងហើយវាអាចនឹងធ្វើឲ្យកន្លែងមួយឆេះជាខ្លាំងចឹងណាហើយតួឯរបស់យើងញាតគេអត់បង្ហាញឈ្មោះនោះទេខ្ញុំក៏មិនសូវជាស្គាល់គាត់ប៉ុន្មានដែរចឹងហើយបើសិនជាយើងចង់ដឹងឈ្មោះគាត់និងកម្លាំងធាតុរបស់គាត់យើងនឹងចូលទៅកាន់សិស្សជឿរបស់យើងហើយយើងនឹងអាចស្គាល់ពីឈ្មោះរបស់គាត់បានហើយហ្នឹងហើយមុននឹងចូលទៅកាន់ទីរបស់យើងខ្ញុំសូមពឹងអ្នកគ្នារឿងមួយកុំភ្លេចចូលចុច Subscribe ក្នុង Channel របស់ខ្ញុំហើយកុំភ្លេចចូលចុច Like ហើយខ្ញុំម្នាក់មួយផងហើយខ្ញុំសូមប្រាប់ឲ្យហើយសម្រាប់វីដេអូលើកទី1របស់ខ្ញុំផងដែរបានចាប់ពី50 like ឡើងទៅទើបខ្ញុំធ្វើភាគ2បន្តឲ្យទៀតបើបាន50 like ទេខ្ញុំមកធ្វើឲ្យទេតបាន50 like ឡើងទៅទើបខ្ញុំនឹងធ្វើឲ្យខ្ញុំនឹងរងចាំបើសិនជាវាអត់សូវជាល្បីចឹងណាខ្ញុំមករងចាំរហូតដល់វាបានជា50 like ទើបខ្ញុំផុសភាគ2ជូនអ្នកទាំងអស់គ្នាទៀតរឿងនេះកុំឲ្យកាត់ពេលយូរចូលទៅកាត់ទៅរឿងមកផ្ទុះបាយយើងតែម្ដងទៅភាគ1តាមនៅក្បាលសេះខំមកគឺយើងឃើញថាមានអាគីដ៏ធំមួយត្រូវបានភ្លើងឆេះដល់ដាំដោយភ្លើងឆេះហើយអ្នកនៅក្នុងអាគីនឹងបានស្រែកថាឲ្យជួយខ្ញុំផងសូមមេត្តាជួយខ្ញុំផងហើយពេលហ្នឹងដែរមានមនុស្សម្នាក់បាននិយាយថាប្រយ័ត្នផងយើងអាចក៏សម្គាល់បានតែគឺថាកន្លែងហ្នឹងគឺសិតតែភ្លើងឆេះតែម្ដងហើយពេលយ៉ាងណាមានមនុស្សមួយក្រុមហើយមានបរិសម្នាក់ដែលនៅមុខគេហ្នឹងបាននិយាយថាលោកត្រឡប់ទៅវិញទៅពេលយ៉ាងណាបរិសម្នាក់ហ្នឹងគាត់បាននិយាយតទៀតថាមើលទៅគាត់ក្បត់ក្រុមខ្លួនឯងយ៉ាងប្រៃផ្សៃឬឥឡូវនេះដែរយើងមកឃើញពីបរិសម្នាក់ដែលមានសក់ពណ៌លឿងតែគេឈរនៅមុខផ្ទះអីមួយដែលពេលហ្នឹងដែរមានម្នាក់បាននិយាយថាលើឆេះខ្លាំងណាស់ហើយគេបាននិយាយទៅទៀតថាយើងមិនអាចចូលទៅទីនោះបានទេហេតុអីបានជាមានភ្លើងឆេះពេលហ្នឹងផងដែរតួមួយហ្នឹងគាត់បានបែរមកឥឡូវនេះសាច់រឿងគេកាត់មកកន្លែងមួយដែលមានកាហ្វេមានអីចឹងណាហើយមានមនុស្សម្នាក់បាននិយាយថាកាណានដែលផ្លានមានអាយុ24ឆ្នាំករណីទី15ជាភេវៈរកចាប់បាននៅនឹងកន្លែងសង្ស័យបានបង្ករបួសដល់ភ្នាក់ងារដែលកំពុងបំពេញការងារប្រើប្រាស់ហិង្សាដោយគ្មានការគ្រប់គ្រងលើសមត្ថភាពរបស់ខ្លួនឯងហើយមានន័យម្ដងម្នាក់គាត់បានចុចទៅលើមុខរបស់កាណានដែលផ្លាននោះហើយគាត់បាននិយាយថាចំណាប់ថ្នាក់សេប្រេហើយមានមនុស្សម្នាក់ក៏បាននិយាយថាខ្ញុំស្គាល់ថាហេតុអីបានជាអាយផាដែលតែចង់យកកំចាត់ពួកយើងស្រាប់តែមកសុំជំនួយហើយបរិមម្នាក់ណាក៏មានឈ្មោះថាលីអ៊ុយមេនមីលៀនគាត់គឺជាប្រធានអាយផានៃអាយកងកម្លាំងភារកិច្ចស្រាវជ្រាវសហគមន៍សេប្រេអន្តរជាតិពេលហ្នឹងណាទូបឋមទូថប់របស់យើងគាត់បាននិយាយថាតើគេគ្រាន់តែចូលទៅចរិតធម្មតាទេឥឡូវនេះសេចក្ដីគេឲ្យដឹងពីឈ្មោះរបស់តួអង្គនឹងតួអង្គថប់របស់យើងហើយដែលគាត់មានឈ្មោះថាវ៉ាន់សាន់រ៉ាវ៉ែនដែលគាត់គឺជាប្រធាននៃបុគ្គទេស Hello Chick រាយូអាជីវកម្មយោធាឯកជនសម្រាប់អ្នកភ្ញាក់រលឹកអត់មានកំហុសគាត់ថាវិនសេនណាអ្នកអត់មានជាហៅគាត់បែងពេកពេលហ្នឹងណាវិនសេនគាត់បាននិយាយថាមិនក៏លោកមើលមកខ្ញុំបែបនេះឬក៏សង្ស័យខ្ញុំស្ថានភាពរបស់អាយផាពេលនេះគឺយ៉ាប់ណាស់ហើយពេលហ្នឹងណាបរិមម្នាក់គាត់បាននិយាយថាប៉ុន្តែមើលទៅលោកនិយាយចោះរ៉ាវ៉ែនពេលហ្នឹងដែរគាត់បាននិយាយថាគាត់ជាមនុស្សរញ៉េរញ៉ៃម្នាក់ដែលមិនអាចគ្រប់គ្រងស្ថានភាពរបស់គាត់បានផង
ហើយនៅបន្តដំណើរទៅមុខទៀតគាត់តែងតែបដិសេធរាល់ការណែនាំដែលពួកយើងផ្ដល់ឲ្យហើយប្រុសអ្នកហ្នឹងក៏បានបន្តថាទោះបីជាគាត់ត្រូវបានចាប់ថ្នាក់ជាចំណាត់ថ្នាក់ B ក៏ដោយថាមពលរបស់គាត់ចិត្តឈានទៅដល់ចំណាត់ថ្នាក់ A ឬក៏ចំណាត់ថ្នាក់ F តែហើយបើគ្មានការណែនាំត្រឹមត្រូវទេគាត់នឹងបន្តដំណើរទៅមុខទៀតមិនឈប់ទេនោះហើយជាមូលហេតុដែលខ្ញុំសូមជំនួយពីលោកគាត់មិនមែនជាមនុស្សដែលលោកគួរមើលរំលងនោះទេពេលហ្នឹងដែររ៉ាវ៉ានក៏បានសម័យទៅដល់ពេលដែលគាត់នៅកន្លែងភ្នំភ្លើងនោះខ្ញុំមិនទទួលស្គាល់ការពិតដោយរ៉ាវ៉ានក៏បានគិតថាបន្តែលោកនិយាយត្រូវមីលៀនបរិះម្នាក់នោះគឺការណាន់ដេផ្លាន់ហ្នឹងហើយអ្នកគ្នានេះគឺជាការណាន់ដេផ្លាន់កូនស្រីរបស់យើងហ្នឹងហើយ Full IQ អាជីវសាជីវកម្មយោធាឯកជនសម្រាប់ជនភ្នាក់រលឹកពេលហ្នឹងនៅកន្លែងសួរចម្លើយពេលហ្នឹងដែរគឺថាមានជាការក៏ទៅមុខគ្នារវាងអ្នកសួរចម្លើយនិងអ្នកទោសតែអ្នកសួរចម្លើយរបស់យើងមានអីគេក្រៅពី Vincent ហ្នឹងហើយអ្នកទោសរបស់យើងហ្នឹងក្រៅពីណាគេទៀតក្រៅពីតួស្រីរបស់យើងក្រៅពីកណ្ណាន់ដេផ្លាន់របស់យើងហ្នឹងឯងពេលហ្នឹងដែរ Vincent គាត់បានសួរកណ្ណាន់ដេផ្លាន់ថាឥឡូវនេះជាពេលល្អដើម្បីសួរចម្លើយហេតុអ្វីបានជាលោកប្រើភ្លើងវាយប្រហារសមាជិកក្រុមកណ្ណាន់ដេផ្លាន់របស់យើងមានជាការអត់ស្អើធ្វើឲ្យបងហៅថាកណ្ណាន់ដេផ្លាន់បន្ទាប់ពីស្មាហៅឈ្មោះអូនមិនឆ្លើយបងក៏និយាយថាបើលោកបត់មាត់មិនព្រមនិយាយអ្វីបែបនេះវាមិនអាចផ្លាស់ប្ដូរអ្វីបានឡើយទេហេតុអ្វីបានជាលោកវាយប្រហារពួកគេកណ្ណាន់ដេផ្លាន់ក៏មិននិយាយអ្វីទាំងអស់តើថ្នាក់លើរបស់លោកជាអ្នកប្រាប់លោកមែនទេពីនឹងណាកណ្ណាន់ដេផ្លាន់ក៏បាននិយាយតថាវាមិនសំខាន់ថាអ្នកណាជាអ្នកបញ្ជាខ្ញុំឬក៏ខ្ញុំធ្វើបែបនេះដោយសារមូលហេតុអ្វីនោះទេគាត់តែនិយាយប៉ុណ្ណឹងក៏ធ្វើឲ្យកូនប្រុសរបស់យើងមានជាការឆ្ងល់ថាគេពងនិយាយអីចឹងណាពេលហ្នឹងណាកណ្ណាន់ដេផ្លាន់ក៏បាននិយាយតថាតើមានអ្វីផ្លាស់ប្ដូរទៅបើខ្ញុំប្រាប់ពីអ្នកបញ្ជាពីក្រោយខ្ញុំហើយសូម្បីតែផ្ដល់នៅការបកស្រាយមានន័យថាខ្ញុំនឹងត្រូវលើកលែងទោសដែរទេហើយគេបាននិយាយតថាខ្ញុំបានធ្វើវាគ្រប់យ៉ាងគឺខ្ញុំជាអ្នកធ្វើការពិតនៅតែជាការពិតពេលហ្នឹងណាគឺថាបងរបស់យើងមានជាការគិតក្នុងចិត្តនឹងមុខញញឹមត្រោះថាចម្លើយមែនតែនហើយដល់ចាត់ទុកគាត់ជាសេបរេដ៏ខុសខើនឹងมันអាចគ្រប់គ្រងបាននៅពីក្រោយការវាយប្រហារទាំងនោះគាត់ស្ងប់ស្ងាត់ឲ្យគួរឲ្យភ្ញាក់ផ្អើលណាស់ហើយបងហ្នឹងក៏បានបន្តគិតថាគាត់ទៅជាខុសពីអ្វីដែលខ្ញុំបានគិតទុកពេលណាកូនប្រុសរបស់យើងមានជាការងាប់ឈរហើយគាត់បានគិតថាតើគាត់មានរឿងអ្វីឬក៏ពេលហ្នឹងថាអូនហ្នឹងគាត់សម្រេចនៅពេលដែលគាត់ធ្វើមកអញ្ចឹងណាកណ្ណាន់ដេផ្លាន់ក៏មានជាការឆ្ងល់ហេតុអីបានជាតួឯកប្រុសរបស់យើងហ្នឹងគាត់ដើរឈានជើងមកចិត្តគាត់អញ្ចឹងណាកូនប្រុសមានជាការអន់ទៅចិត្តកណ្ណាន់ដេផ្លាន់របស់យើងហើយឈ្មោះកណ្ណាន់ដេផ្លាន់លោកមើលទៅលោកត្រូវការណែនាំខ្លះហើយវិដឹងការណែនាំអីគេទៀតហើយពេលហ្នឹងមានម្នាក់គាត់បានគិតថាប្រហែលជាគាត់មិនបានធ្វើវាតាមចិត្តខ្លួនឯងនោះទេមកបងមានជាការញញឹមស្រស់ជាខ្លាំងថាអីអូនមានជាការមកអៀនក៏ហមញញឹមតិចហើយគាត់អូនមកយើងមានជាការនិយាយថាអីគេអំបាញ់ម៉ាញ់នេះលោកនិយាយពីអ្វីហើយអ្វីខ្ញុំត្រូវការណែនាំពីលោកពេលហ្នឹងណែថាបងមានជាការធ្វើមុខឡើងកម្ៅហើយលុកដៃបំណងមកចាប់អូនហើយនិយាយថាហើយអ្វីមិនអាចលោកមានបញ្ហាពិបាកគ្រប់គ្រងអារម្មណ៍និងមានភាពពិបាកនៅពេលដែលអារម្មណ៍របស់លោកពុះកញ្ជ្រោលទៅទេពេលហ្នឹងណាកណ្ដាលនៃផ្នែករបស់យើងមានជាការថាខ្ញុំមិនអីនោះទេខ្ញុំមិនត្រូវការអីបែបនោះទេពេលហ្នឹងណាបងមានជាការនិយាយថាលោកកំពុងតែមានការព្រួយបារម្ភអំពីការផ្ទុះឡើងចំណុះពីភាពខុសគ្នានៃចំណាត់ថ្នាក់មែនទេប្រសិនបើវាជាករណីនោះខ្ញុំនឹងនិយាយត្រឹមហ្នឹងពេលហ្នឹងណាកណ្ដាលនៃផ្នែកមានជាការភ័យញ័រហាងមែនតើហើយនិយាយថាមិនមែនបែបហ្នឹងនោះទេខ្ញុំបងនិយាយទាំងមុខកាយទៅវិញថាខ្ញុំយកថាលោកមិនទុកចិត្ត
ខ្ញុំប៉ុន្តែលោកក៏ត្រូវតែគ្រាន់តែត្រូវរងទុក្ខបន្តិចប៉ុណ្ណោះហើយកូនផលរបស់យើងមានជាការស្រីហើយឈ្មោះកាណានតិចឡើងស្រាថ្វាយកាណានមានរដ្ឋាភិបាលហើយគាត់បានលោកដៃបំរុងមកចាប់កាណានរបស់យើងកាណានមានជាការស្រែកហេអីគេភ័យខ្លាំងមែនតើពេលហ្នឹងគេភ័យឡើងដល់ថ្នាក់ស្រែកក្អកហើយទៀតពេលហ្នឹងដែរគាត់បានសួរថាឃើញទេរាងកាយរបស់លោកឈានដល់កម្រិតនោះហើយតាមពិតតែបងមានវាយផងគ្រាន់តែយកដៃទៅប៉ះសក់អូនតិចសក់អូនត្រេកថាកុំប៉ះវាបងគាត់បានថាមើលចោលដូចខ្ញុំនិយាយអញ្ចឹងវាមិនអីទេពេលហ្នឹងដែរគាត់បានគាត់ថាសមត្ថភាពរបស់ខ្ញុំមិនបានទោះឡើងទេហើយកណ្ដាលនៅផ្នែកបានបន្តគាត់ថានៅពេលដែលមានអ្នកណាម្នាក់ព្យាយាមប៉ះខ្ញុំនោះមានការផ្ទុះឡើងប៉ុន្តែនេះគេថាគេបានស្ងាត់បន្តិចស្ដាប់បងនិយាយថាខ្ញុំដឹងថាលោកមិនទុកចិត្តខ្ញុំទេប៉ុន្តែខ្ញុំគ្រាន់តែព្យាយាមជួយលោកប៉ុណ្ណោះអូខេមានជាការកាន់ដៃគ្នាដូច្នេះតើវាមានបញ្ហាអ្វីសម្រាប់ខ្ញុំក្នុងការណែនាំលោកហើយគាត់ចង់បានការយល់ព្រមពីខ្ញុំមែនទេតើពិតជាសំខាន់ដែរទេពេលណាបងមានជាការញញឹមដល់សង្ហាចេះរៀនដល់សង្ហាដល់កាលណាតែផ្លាន់របស់យើងហើយឥឡូវនេះមិនធម្មតាចេះរៀនសង្ហាដល់កាលណាតែផ្លាន់ចេះរៀនដល់ហាដល់ពួកយើងនឹងអាចមានទៀតផងពេលណាកាលណាតែផ្លាន់គាត់បាននិយាយថាតាមចិត្តលោកចោះមានជាការគេហៅឈ្មោះអូនមកគេកាលណាអញ្ចឹងណាតែប៉ុណ្នេះណាគ្នាក៏ដឹងថាគេថាអីដែរថាគាត់ឈប់យើងកាត់ថាម្ដងសិនតិចសិនគេអត់មានអាចដាក់រត់បានទេដោយសារវាពិតជាខុសហើយ YouTube ច្បាស់ជាចាប់ admin ជាមិនខានទេចាហើយអាចនឹងប្លុករូប admin ថែមទៀតចឹងហើយ admin អាចដាក់បានណា admin អាចដាក់បានទេបើចង់មើលទៅហៅមើលខ្លួនឯងណារូបវគ្គMC ហ្នឹងadmin អាចបានដាក់វគ្គ MC បានទេដោយសារតែវាខុសច្បាប់ចឹងហើយឲ្យនឹង YouTube ចាប់ប្លុករឿង admin ចោលឬមួយក៏ធ្វើ YouTube admin អាចនឹងខូចបានណាចឹងហើយមានសូរៀលអាចដាក់ឈុត MC បានទេពេលហ្នឹងគឺថាកណ្ណានៅខាងក៏បាននិយាយថាអីគេតើលោកនិយាយឈួតដល់អីហ្នឹងនិយាយថាមកកូនស្រីកូនផងរបស់យើងនៅជាកាយណារហូតអីគ្នាទៅវិញទៅមកហើយនេះមើលតាកន្លែងនេះក៏ណាគ្នាតែគេពងធ្វើអីដែរហាមានជាការអៀនជាខ្លាំងនឹងណាទាំងអស់គ្នារឿងបំផ្ទុះរបស់យើងភាគទី1ចាប់ទៅធំឡើងហើយអ្នកគ្នាសារសម័យមើលភាគ1របស់យើងល្អមកប៉ុណ្ណឹងហើយចាំមកទៅភាគ2ភាគ3ទៀតតែវាល្អមកប៉ុណ្ណាហើយសាររឿងតែវារៀងខ្លីតែគ្រាន់តែវាបន្តិចវាវែងតិចតែក៏ប៉ុន្តែរឿងវាប៉ុន្តែភាគវាគឺវាមាន10ភាគតែអត់មានគិតថាវាខ្លីប៉ុន្តែពេលធ្វើមកវាវែងណាប៉ុន្តែតែរឿងភាគ1នេះវាល្អមកប៉ុណ្ណឹងហើយចាំមកទៅភាគ2ភាគ3ទៀតដឹងល្អមកប៉ុណ្ណាណាអ្នកគ្នាហើយមុននឹងមកចាប់វីដេអូនេះមានសំពឹងអ្នកគ្នាម្ដងទៀតកុំភ្លេចចុច like ឲ្យ admin ឲ្យបាន50 like ឡើងទៅ admin ផលភាគ2ជូនអ្នកគ្នាតទៀតហើយកុំភ្លេច subscribe channel admin ផងណាបាយបាយជួបគ្នានៅវីដេអូក្រោយជួបបងអ្នកគ្នាទៅព្រៀបដល់រកស៊ីមានបានហើយមកក៏សម្រាប់ការតាមនេះណាបាយបាយជំរាបលា